bạn chăng ngày nâng nghiêng trồ mê riêng mấy ca bằng kết smart art hay năng chart chăng nghiêng trồ riêng bị smart art một sẵn chăng môn năng dương riêng bị smart art nhưng trao skill thì dùng này ở việt sẵn smart art nó như chị ấy chăng smart art bạn đây tha khi chỉ một nghĩa bằng kết diagram năng graphic để tiện tông để tiện tiên đòi mơ khơi đầm nang oi pơ đầm miền nè cũng đất đầm nở ca chỗ bài đôiក្នុងរូបនេះអញ្ចឹងទីទៀតយើងដឹងច្បាស់ហើយអញ្ចឹងនៅក្នុងសារក្រាបហ្នឹងទិន្នន័យដែលបង្ហាញចេញហ្នឹងវាមានលក្ខណៈជា list នេះ list មានន័យថាជាបញ្ជីជាចំណុច process មានន័យថារូបរាងដូចខ្សែដែរប៉ុន្តែវាមានរូបរាងដូចជាលក្ខណៈដំណើរការអីចឹងហើយនេះ hierarchy មានន័យថាតាមឋានានុក្រមអញ្ចឹងទៅដូចរៀបរាប់នាយករងទៀតឬក៏លេខាអាហ្នឹងគេរៀបរាប់តាមឋានានុក្រមហើយ matrix circle ជារង្វង់ relationship តំណែងរូបពីរ៉ាមីតឬក៏ដាក់ជា picture អញ្ចឹងទៅចុះរបៀបប្រើ smart art នេះរបៀបអនុវត្តនៅកន្លែងនេះចានេះគឺ smart art ហើយនេះរូបរាងរបស់វានេះតាក់ទងជាមួយនឹងការកំណត់ផ្នែក smart art កំណត់កន្លែងណាខ្លះអីខ្លះអញ្ចឹងយើងអនុវត្តតែម្ដងចង់ភ្លេចដែរមិនបានមើលមេរៀនហ្មងរៀនអញ្ចឹងដើម្បីបង្កើត smart art គឺយើងចូល insert អញ្ចឹងនេះ smart art ពាក្យ smart art នេះចុចលើវាមកអញ្ចឹងចំណុចទី1នេះគឺ all ហ្នឹងបានសរុបទាំងអស់នេះបញ្ចូលគ្នានេះយើង scroll មើលមកនេះវាមានលំដាប់របស់វានេះឃើញទេកន្លែងនេះគឺ preview រូបរាង smart art ហ្នឹងឧទាហរណ៍ list ជាអីគេនេះឃើញទេមានន័យថាជារូបរាងបែបនេះកន្លែង tre ហ្នឹងគឺជាកន្លែងដែលយើងបញ្ចូលអក្សរបានដែរដាក់ឈ្មោះដាក់អីចឹងទៅនេះឃើញជា list ជាចំណុចបញ្ជី tre ចឹងណានេះ process មានន័យថាជាលក្ខណៈដំណើរការឧទាហរណ៍គេនិយាយពីដំណើរការអីមួយគេយករូបនឹងមកនេះឧទាហរណ៍អញ្ចឹងនេះគេនិយាយពីអីគេដំណើរការពីមួយទៅមួយនេះឃើញឧទាហរណ៍យើងបញ្យល់ពេលយើងបរៀនសិស្សយើងបញ្យល់សិស្សយើងយកអានឹងមកគូតែម្ដងមកមិនចាំបាច់យើងអង្គុយគូរូបរាងសាបអីវាមួយយូរឧទាហរណ៍និយាយពី process នេះអានេះនិយាយពី process ដំណើរការកុំព្យូទ័ររបស់យើងដំណើរការមកមិនបន្ទាប់មកអីគេចាប់ផ្ដើមរួចហើយinput ចឹងទៅបានន័យថា input ដោយអ្នកប្រើទៅមកអានេះ output ចឹងទៅណាអាហ្នឹងដំណើរគេនិយាយពីដំណើរការរបស់កុំព្យូទ័រដល់ណាត់មានន័យថាលក្ខណៈជា process ចឹងមានអីគេទៀត circle នេះcircle នេះមានន័យថារូបអង្វល់អីចឹងទៅបាទនេះ hierarchy នេះអានេះគឺតាមដូចរចនាសម្ព័ន្ធអីត្រូវហើយនេះ hierarchy វាមានអញ្ចឹងនេះគេបាទនាយកដាក់សេអសមកនេះស្អីគេទៀតយករោងចង់ add ខាងនេះមួយទៀតក៏បានដែរចុចមើលទៅវាមានយើងត្រូវចំណាំពាក្យទាំងអស់ហ្នឹងនេះវាចំណុចដែលពិបាកហ្នឹងគឺពាក្យច្រើនយើងមិនសូវចេះអង់គ្លេសទៅអត់ដឹងថាចំណុចមួយហ្នឹងជាដំណើរការអីគេទៅលើអីគេអញ្ចឹងទៅ
ភាគច្រើននេះហារ៉ាជីនេះបើយើងចង់ធ្វើឲ្យរចនាសម្ព័ន្ធអីគឺហារ៉ាជីបើចង់បានជាលក្ខណៈ process ជាបជីឈ្មោះបជីអីដែលមានលក្ខណៈរូបរាងអីឬក៏ធ្វើ slide អីគឺយក list នេះប្រើច្រើន process នេះដំណើរការដោយពន្យល់ពីវត្តទឹកពីអីរៀនជីវៈរៀនអីចឹងយើងមានអានឹងច្រើន circle អី relationship ចុចមើលខ្លួនឯងនេះជាលក្ខណៈគណិតវិទ្យា matrix អីទៅ pyramid picture នេះក៏ប្រើច្រើនដែរមានន័យថាយើងចង់ដាក់រូបភាពតំណាងមួយកន្លែងនេះដាក់ឈ្មោះអញ្ចឹងទៅកន្លែងនេះអាច add រូបភាពបានដាក់រូបភាពមកតំណាងបានដល់ពេលយើងបង្កើតវានេះកន្លែង picture format យើងសេរីកន្លែង crop អីមកឲ្យវាស្អាតអញ្ចឹងណាយើងបានរៀនរួចហើយដាក់រូបភាពដាក់អីចឹងឯងចឹងហ្នឹងតាក់ទងជាមួយនឹង Smart Art ឥឡូវលោកគ្រូនិងគ្រូសាក់បង្កើតប៉ុណ្ណឹងសិននៅកន្លែងចាំយើងមករៀនបន្ថែម Smart Art ថែមបន្ថយវាឬក៏លុបកន្លែងណាដែលយើងចង់បានចេញតោះអញ្ចឹងយើងតមក slide បន្ទាប់ទៀតអញ្ចឹងបន្ទាប់ពីយើងចេះបង្កើត Smart Art បានហើយចេះបញ្ចូលអក្សរបញ្ចូលអីបានហើយគឺយើងមកដឹងពីការកំណត់ផ្នែក Smart Art អញ្ចឹងការកំណត់ផ្នែក Smart Art ហ្នឹងគេសំដៅទៅលើគេអញ្ចឹងគេសំដៅទៅលើការបង្កើត graphic ទាក់ទងជាមួយនឹងប្លង់ Smart Art នេះបដូរពណ៌ Smart Art នេះដូចពណ៌នេះអីយើងបដូរពណ៌វាបានណាហើយ Smart Art Style នេះ Smart Art Style នេះបើន័យថាយើងជ្រើសរើស Smart Art នឹងហើយយើងមាន style របស់វាទៀតចង់បាន style មិនវាមាន effect ស្រាប់នៅក្នុងនោះហ្នឹងហើយគេហៅថា Smart Art Style បាន style ផ្ដេកឈរអញ្ចឹងទៅហើយនឹង reset graphic ឧទាហរណ៍យើងដាក់ effect ដាក់អីវាច្រើនអញ្ចឹងទៅយើងនិយាយញ៉ៃពេកយើងចង់ឲ្យវាទៅជាទម្រង់ដើមដែលយើងបានបង្កើតវាមុនដំបូងណាចុច reset graphic កន្លែងនេះមកវាទៅទម្រង់ដើមវិញអូតូវាដាក់អានេះមកនិយាយញ៉ៃនេះ color អីផងនឹងជាស្អីតស្អីទេនេះ reset តែមួយមកទៅទម្រង់ដើមវិញតែឥឡូវទៅ slide ខាងក្រោមបន្ទាប់ទៀតចឹងដំបូងគេគឺយើងរៀនពី create graphic ចឹងនេះនៅក្នុង create graphic គឺមានadd sharp នេះកន្លែងនេះគ្រូមើលនៅក្នុងកន្លែងនេះដើម្បីយើងឃើញផ្នែកអស់នេះយើងចុច select លើនេះមួយមករួចហើយចូល Smart Art Design តើមកយើងឃើញកន្លែងនេះមានបែងចែកតាម block របស់វាណា create graphic layout Smart Art Style reset ឃើញទេអញ្ចឹង add sharp នេះគ្រូមើលនេះឃើញទេវាមានអីគេ add sharp after add sharp before ឧទាហរណ៍យើងចុចនៅលើរូបនេះមួយចាំមើល add sharp after បានន័យថាម៉េចបានន័យថា add sharp បន្ទាប់ទៀតមកអញ្ចឹងទៅមើលខ្ញុំយករូបរាង sharp ណាដែលងាយស្រួលយល់បន្តិចទីហោរូបនេះចាស់រូបនេះណាវាថាយើងចង់ add បន្ថែមនេះចុច select នៅលើនេះមកនៅលើនេះវាមានអីគេវាមានខាងលើឆ្វេងស្ដាំហើយនឹងខាងក្រោមបន្ទាប់ពីអានេះមួយទៀតដល់អត់វាថាយើងចង់ add ទៅខាងណា add មកខាងក្រោមនេះ add sharp អីគេ below មក below បានន័យថាខាងក្រោម above បានន័យថាខាងលើ before បានន័យថាអីគេឆ្វេង after បានន័យថាស្ដាំតើអត់អញ្ចឹងខ្ញុំ control set មកវិញយើងយកអីគេ after បានន័យថាស្ដាំ before
ឆ្វេងតែអត់អញ្ចឹងខ្ញុំ add អញ្ចឹងឧទាហរណ៍ដើម្បី add វាគឺយើងចុចនៅលើsmart art នឹងមួយសិននេះឧទាហរណ៍យើងចង់ចុច add យើងចុច select លើអានេះលើ smart art នេះបានន័យថាយើងចង់ add smart art មកខាងឆ្វេងឬខាងស្ដាំរបស់ smart art នេះយល់បានអត់បើយើង select លើអានេះបានន័យថាយើងចង់ add smart art មកខាងឆ្វេងឬខាងស្ដាំរបស់ smart art មួយនេះហើយតើអត់ឬក៏ខាងលើបើយើងចុច add មួយនេះចង់បន្ថែមអានេះឆ្វេងស្ដាំលើក្រោមមួយទៀតអត់វាអញ្ចឹងណានេះចុច select មួយមកមិនមែន select អាក្រោយទេណាចុច select អាខាងមុខឲ្យវាចេញអាវងមូលជុំវិញនេះសិនរួចហើយយើងចុចមកមានចុច add វាទេណានេះចុចទម្លាក់សញ្ញាព្រួយនេះបើចុច add វាចេញមិនចាំមើលចុចពេលនេះវាចេញមកខាងក្រោមនេះបន្ថែមទៀតមិនន័យថាវាខុសអ្វីដែលយើងចង់បានដែរយើងចុចលើអានេះច្បាស់យើងចង់បានឆ្វេងស្ដាំហ្នឹងអញ្ចឹងឧទាហរណ៍ខ្ញុំចង់បន្ថែមនៅខាងលើមួយទៀតអញ្ចឹងខ្ញុំយកហេអញ្ចឹងវាថែមខាងលើមួយទៀតដែរឧទាហរណ៍នៅបន្ទាប់ពីអានេះខាងលើនេះគឺនាយកខាងនេះគឺនាយករងនៅខាងក្រោមនាយករងមានអីគេទៀតបាទឬក៏នេះនាយកគឺលើគេបាទបើចង់បានរចនាសម្ព័ន្ធខាងដូចខាងក្រោមនេះយើងលុបអានេះមកយើងលុបវាអត់មានបាក់ទេចុច delete មកគឺលុបហើយតែអត់បាទហើយនេះបើយើងចង់ឲ្យមាននាយករង2យើង add អានេះមកឆ្វេងឬក៏ស្ដាំមួយទៀតមកបាទហ្នឹងហើយ add before មួយទៀតមកឃើញទេវាចេញអញ្ចឹងហើយនៅខាងក្រោមនាយករងមានអីគេទៀតអត់បាទអញ្ចឹងយើងគូតាមហ្នឹងមកនេះ add រៀន add វាមក add នេះគេមកបន្ទាប់ទៀតអញ្ចឹងទៅអាហ្នឹងគឺរបៀប add ណាអញ្ចឹងយើងតទៀតខ្ញុំ control សិតមកសិនយើងចង់វល់ដែរនេះឧទាហរណ៍ add អានេះមក below អញ្ចឹង below អានេះវាមកក្រោមអញ្ចឹងមានតែ add ទៅខាងលើទេ add ទៅបាវមកវាទៅខាងលើឲ្យបានមួយទៀតហើយអានេះខ្ញុំ add មួយទៀតមកឆ្វេងអញ្ចឹងទៅតែអត់អញ្ចឹងអានេះយើងដាក់អក្សរសិននេះយួរអញ្ចឹងវាតាក់ទងជាមួយនឹងអ្វីដែលយើងចង់បានដែរណាយួររងទី1អញ្ចឹងទៅទី2អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីនាយកបានន័យថាបន្ទាប់នាយករងទី1ច្បាស់ជាលើនាយករងទី2ហើយត្រូវអត់បាទអញ្ចឹងអានេះខុសហើយលុបអានេះមួយសិនចានេះត្រូវ add ខាងក្រោមមួយទៀតត្រូវអត់ឬខាងលើមួយទៀត add ចេះនាយករងទី1នាយករងទី2ត្រូវអត់អញ្ចឹងអត់បន្ទាប់មកអីគេលេខានាយកនៃគ្រប់គ្រងឬក៏នាយករងនៃគ្រប់គ្រងបាទអញ្ចឹងយើងគូទៅតាមរចនាសម្ព័ន្ធហ្នឹងបាទអញ្ចឹងយើងចេះ add ណាខ្ញុំបរៀនតែចេះ add ទេណាឧទាហរណ៍អានេះលេខាបាទអញ្ចឹងលេខាគណនីអញ្ចឹងទៅឋានៈស្មើគ្នាគេដាក់អន្ទឹមគ្នាបាទឧទាហរណ៍លេខាគាត់ត្រូវឡើងនាយករងហើយត្រូវអត់នាយករងនាយកគឺគាត់អត្រេតឧទាហរណ៍ទេណាអញ្ចឹងយើងត្រូវលុបនាយកចេញមួយមិនន័យថាអ្នកណាត្រូវឡើងតំណែងមួយឧទាហរណ៍អញ្ចឹងលេខាមាន2ចោះឧទាហរណ៍គ្រូនេះឈ្មោះកអញ្ចឹងចោះតែណាត់នេះខអញ្ចឹងចោះនេះគោឃើញទេគាត់ត្រូវឡើងជាគណនីដែរ
នេះគ្រូកោនេះក៏ត្រូវឡើងគណនីដែរម្នាក់គាត់កាន់គាត់បរៀនផងគាត់គណនីផងតែអត់ស្រាប់តែគាត់ជប់បរៀនត្រូវមានគ្រូមកថែមមួយទៀតតែអត់អញ្ចឹងយើងត្រូវប្រម៉ូតគាត់ឡើងប្រម៉ូតគាត់ឡើងទៅគណនីឬក៏បេឡាអញ្ចឹងទៅអញ្ចឹងយើងចុចអីគេដើម្បីឲ្យវាឡើងមកលើอย่าចាំបាច់ add ពីខាងនេះមកទៀតទេណាកន្លែងនេះមើលបន្តិចអត់ចាំបាច់ចុច add មកឆ្វេងមកស្ដាំទៀតទេនេះយកពីនេះមកបដ ாய் នេះយើងគ្រាន់តែចុចអីគេនេះ promote មកអញ្ចឹងគាត់នឹងឡើងមកអីគេនេះកាន់គណនីដែរមានន័យថានៅក្រោមនាយកដែរតើអត់អញ្ចឹងម្ដងទៀតណាគ្រូកោនេះគាត់ត្រូវឡើងផ្នែកគណនីតើអត់អញ្ចឹង promote មកផ្នែកគណនីមិនមានតែនេះណាមានតែម្នាក់ណាត្រូវអត់បាទហ្នឹងរចនាសម្ព័ន្ធអញ្ចឹងយើងត្រូវចេះ promote ឧទាហរណ៍គាត់នេះមកវិញធ្លាក់មកវិញយើងចុច D promote នេះមកគាត់ធ្លាក់មកវិញតែអត់ម្នាក់យើងចុចបញ្ជូនឡើងចុចបញ្ជូនចុះតែអត់លោកគ្រូឧទាហរណ៍នាយករោងនេះគាត់ត្រូវឡើងនាយកគាត់ត្រូវឡើងជានាយកនេះបញ្ជូនមកឡើងជានាយកតែអត់អានេះនាយកចាស់នេះឡើងនាយកតែអត់ហើយនេះនាយករោងទី2ត្រូវឡើងយ៉ាងទៅហើយអ្នកណាត្រូវឡើងមកទៅទៀតលេខាត្រូវឡើងទាញគាត់ឡើងមកតែអត់ចង់ទម្លាក់គាត់វិញចុច D promote មកទម្លាក់គាត់បាទអានេះមែនអានេះបើន័យថាផ្លាស់ប្ដូរនេះវាដូរទៅប្ដូរមកនេះឧទាហរណ៍ប្ដូរពីបាទចឹងចុចមើលមកបដូរពីអានេះមកឆ្វេងមកស្ដាំអញ្ចឹងណាបើខាងនេះមកអានេះខាងនេះនៅខាងស្ដាំចង់ទាញនេះមកខាងឆ្វេងវិញចុចអានេះមកតែអត់ឧទាហរណ៍លេខានេះនៅខាងឆ្វេងអញ្ចឹងបញ្ជូនមកស្ដាំចុចជូនមកស្ដាំមកកើតមកហើយអានេះដូចគ្នាដែរបើនៅកណ្ដាលអញ្ចឹងចង់បញ្ជូនមកបន្ទាប់ឃើញអត់មកអញ្ចឹងភាគច្រើនប្រើតែ promote ហើយនឹង D promote ទេប្រើច្រើនហើយយើងទាញវាឡើងលើចុះក្រោមហើយកន្លែងនេះគឺ touch pen ហ្នឹងបានន័យថាតាក់ទងជាមួយនឹងអក្សរខាងក្នុងហ្នឹងយើងខ្ជិលបញ្ចូលនៅក្នុងនេះយើងខ្ជិលចុចម៉ៅម្ដងមួយយើងចង់បញ្ចូលនៅក្នុងនេះបដ ாய் នេះចុចលើ keyboard បដ ாய் មកទៅសេមកបដ ாய் មកតែអត់អញ្ចឹងអក្សរនៅខាងក្នុងនេះគឺវាកែអូតូហើយឃើញអត់ប្រើតែ arrow key មកទាញវាបានកន្លែង touch pen ហ្នឹងណាបាទហើយកន្លែង add bullet ហ្នឹងអាហ្នឹងតាក់ទងជាមួយនឹង add ចំណុចជាចំណុចតាក់ទងជាមួយនឹង smart art ជា list បានវាមានបើតាមHarachi នេះតាមឋានានុក្រមនេះគឺវាអត់មានជា list add កន្លែងនេះទេឃើញវាបិទទេតមកទៀតបាទតមកទៀត layout នេះកន្លែងនេះគឺប្លង់បើន័យថាយើងជ្រើសរើសប្លង់នេះហើយយើងចង់ដូរប្លង់បើន័យថាយើងមានអក្សរមានអីនៅក្នុងនេះហើយយើងអត់ចង់បញ្ចូលអក្សរម្ដងទៀតទេយើងគ្រាន់តែដូរប្លង់ចេញចុចកន្លែង layout នេះមកនេះចង់ប្រើប្លង់មួយណាឃើញទេអាហ្នឹងគឺ layout នេះចង់ប្រើមួយនេះមានរូបថតឃើញទេចុចមកនេះអាច add រូបថតកន្លែងនេះបានទៀតហើយចង់បានមួយនេះstyle មួយណាដូរមកហ្នឹងហើយគឺប្លង់ឬក៏ចង់ដូរអីផ្សេងក្រៅពីប្លង់ Harachi នេះចុចមក layout នេះមកបាទហើយទៅឲ្យយើងឧស្សាហ៍ធ្វើបានយើងដឹងច្រើននេះគេចង់ដូរប្លង់អញ្ចឹងខ្ញុំមិនសូវបានប្រើវាខ្ញុំមិនសូវជាស្រាវជ្រាវពីវាច្រើនមែនទេតែនៅក្នុងការ add ការអីគឺ
ចេះប៉ុណ្ណឹងអាចធ្វើបានហើយចឹងបន្ទាប់មកទៀតគឺកន្លែងនេះគឺ change color អានេះគឺពណ៌ដែលវាមានស្រាប់នៅក្នុងកម្មវិធីនេះដាក់ម៉ៅមកគឺមានពណ៌ស្រាប់បាទវាចេញពណ៌អូតូបណ្ដោយហើយយើងមិនចាំបាច់អង្គុយដូរម្ដងមួយទេចង់ដូរម្ដងមួយក៏បានដែរនេះដូរពណ៌នេះនេះគឺ Smart Art Style បានន័យថាជ្រើសរើស style ស្រេចមកវា design ឲ្យស្រេចអូខេចង់ដាក់អាំងម៉េចអីយ៉ាងម៉េចឲ្យមើលទៅលយដាក់បដូរមកបាទតមកទៀតឧទាហរណ៍យើងអង្គុយធ្វើនេះគឺដាក់រូបរញ៉េរញ៉ៃហ្នឹងឯណាណីទេចឹងអូអញ design យូរទៅបែកវល់វិញចឹងចុច reset ទៅតម្រង់ដើមវិញមែនទេកុំឲ្យវាវល់នេះអញ្ចឹងមកតម្រង់ដើមវិញណាណត់ឧទាហរណ៍ដូរពណ៌ផងដាក់អីផ្សេងផងវល់អស់ហើយចឹង reset វាមួយមកទៅតម្រង់ដើមវិញចាំកែម្ដងទៀតចឹងបន្ទាប់មកទៀតគឺនេះ format កន្លែងនេះបានន័យថាតាក់ទងជាមួយនឹងពណ៌នេះពណ៌ shape របស់វាប៉ុន្តែពណ៌រូបរាងដែលយើងរៀនដូចបដូរបាទដូចបដូរពណ៌សាបពណ៌អីនេះបាទនេះ sub style វាគឺគេវាមានដូចនៅក្នុងការបង្កើតសាបដែរតែអត់នេះអាចបដូរពណ៌វាបានកន្លែងនេះឃើញអត់ចុច select វាមួយនេះមកអានេះអាចដូរចេះបានទៀតតែអត់បាទចេះអានោះហើយគឺអានេះប្រើស្រួលបណ្ដោយចង់អត់ដាក់ពណ៌ក៏បានដែរចង់បដូរពណ៌នេះចុច select លើវាមួយមកបដូរមកនេះបដូរអានេះដាក់រូបភាពទៀតនេះចង់បដូរអក្សរហ៎ដាក់អក្សរឲ្យវាស្អាតបន្តិចអានេះវាចងឲ្យស្រេចបណ្ដោយវាចងគ្រប់ឲ្យយើងស្រេចចឹងតាក់ទងជាមួយនឹង Smart Art គឺមានប៉ុណ្្នឹងឯងចាំលោកគ្រូអ្នកគ្រូអនុវត្តលំហាត់ទៅធ្វើឲ្យយើងកាន់តែចេះកាន់តែច្រើនហើយ